ពួកគាត់គឺជាមនុស្សថ្នាក់ដឹកនាំកម្ពុជាមានឥទ្ធិពលទៅលើមនុស្សដទៃមានសមត្ថភាពនៅក្នុងការនាំបច្ចេកវិទ្យានៅក្នុងការអភិវឌ្ឍនិងកសាងប្រទេសជាតិឲ្យមានភាពរីករុងរឿងចម្រើនល្អប្រសើរស្ថាប័នអង្គការអាជីវកម្មព្រមទាំងដំណើរជីវិតរបស់ពួកគាត់បានរីកចម្រើននៅក្នុងកត្តាធំទាំង6ពាក់ព័ន្ធទៅនឹងហិរញ្ញវត្ថុលុយកាក់ទ្រព្យសម្បត្តិអាជីវកម្មការងារសុខភាពស្នេហាព្រមទាំងមានការជួយឧបត្ថម្ភគាំពៀអំពីផ្កាយធំទាំង4នោះនេះគឺជោគជតារិស័យមនុស្សប្រុសស្រីដែលកើតនៅក្នុងឆ្នាំម្សាញ់ប្រចាំខែឧសភាខែ5ឆ្នាំ2025 Subscribe Channel បន្ទាប់ចុចរូបកណ្ដឹងលោកអ្នកនឹងទទួលបានវីដេអូថ្មីជាបន្តបន្ទាប់មុនគេមុននឹងធ្វើការបកស្រាយប្រធានបទស្ដីអំពីជោគជតារិស័យមនុស្សប្រុសស្រីដែលកើតនៅក្នុងឆ្នាំម្សាញ់ប្រចាំខែឧសភាខែ5ឆ្នាំ2025ថ្លែងអំណរគុណចំពោះមិត្តភ័ក្តិបងប្អូនfan គ្រប់គ្នាដែលបាន Subscribe Channel ដែលបាន Like Share និង Comment ល្អផងដែរម្សាញ់គឺទទួលឥទ្ធិពលអំពីធម្មពលនៃធាតុទាំង3គឺធាតុភ្លើង1ធាតុដី1និងធាតុមាស1កត្តាទាំង3នេះនៃធម្មពលដែលល្អប្រសើរគឺបានជួយជោគជតារិស័យមនុស្សប្រុសស្រីដែលកើតនៅក្នុងឆ្នាំម្សាញ់ឲ្យទទួលការអភិវឌ្ឍទៅលើកត្តានៅក្នុងវិស័យធំទាំង6ដែលមានហិរញ្ញវត្ថុលុយកាក់ទ្រព្យសម្បត្តិអាជីវកម្មការងារបណ្ដាញពាក់ព័ន្ធទៅនឹងសុខភាពទំនាក់ទំនងនៅក្នុងគ្រួសារនិងគូជីវិតស្វាមីភរិយារបស់ពួកគាត់ដូច្នេះនៅនីតិខាងក្រោយបន្តិចទៀតនេះពួកយើងនឹងបង្ហាញអំពីកត្តាធំទាំងអស់នោះពាក់ព័ន្ធទៅនឹងរឹកវេលាល្អទិសល្អនៅក្នុងចំណោមទិសធំទាំង4ដែលជួយยึดយោងជោគជតារិស័យម្សាញ់លក្ខណៈនៅរឹកវេលាល្អគួបផ្សំជាមួយនឹងការជ្រើសរើសធាតុដែលសមស្របជាមួយនឹងឆ្នាំកំណើតនៃរាសីម្សាញ់ព្រមទាំងលក្ខណៈបង្ការធំដើម្បីរក្សានៅគុណតម្លៃរក្សានៅឥស្សរភាពរបស់ម្សាញ់នៅនេតិនៃវីដេអូខាងក្រោយជួបគ្នានៅបទបង្ហាញយ៉ាងពិសេសស្ដីអំពីជោគជតារិស័យម្សាញ់ដែលជាឆ្នាំរបស់លោកអ្នកនេះគឺជាការព្យាករណ៍ជោគជតារិស័យមនុស្សប្រុសស្រីដែលកើតនៅក្នុងឆ្នាំម្សាញ់ប្រចាំខែឧសភាឬខែ5ឆ្នាំ2025នៅក្នុងនោះផងដែរគឺយើងឃើញថាមនុស្សប្រុសស្រីដែលកើតនៅក្នុងឆ្នាំម្សាញ់ប្រៀបបានទៅនឹងដីដែលមានជីជាតិបាទប្រៀបសំដៅទៅលើអ្នកដែលមានសមត្ថភាពនៅក្នុងការចិញ្ចឹមបីបាច់ថែរក្សាអ្នកដែលមានសមត្ថភាពខ្ពស់ក្នុងការផលិតមិនថាជាផលិតផលឬក៏ជាសេវាកម្មនិងធនធានមនុស្សដែលមានក្នុងទ្រង់ទ្រាយជាលក្ខណៈដែលស៊ូទ្រាំអត់ធ្មត់មានចិត្តសប្បុរសជាបុគ្គលិកដែលប្រែក្លាយជាមនុស្សទូទៅជាថ្នាក់ដឹកនាំពួកគាត់គឺជាមនុស្សដែលមានទំនាក់ទំនងល្អចិញ្ចឹមមានគំនិតច្នៃប្រឌិតមានការអភ័យទោសគួរឲ្យទុកចិត្តបានមានសេចក្តីសង្ឃឹមជឿជាក់និងមានធនធានល្អប្រសើរម្យ៉ាងវិញទៀតមនុស្សដែលកើតនៅក្នុងឆ្នាំម្សាញ់នេះគឺក៏មានលក្ខណៈផលអវិជ្ជមានខ្លះដែរដែលលោកអ្នកនឹងគួរដឹងពីព្រោះថាមនុស្សយើងគ្រប់គ្នាមានដូចគ្នានៅក្នុងលក្ខណៈល្អនិងលក្ខណៈមិនសូវល្អនៃការប្រស័យតាក់ទងគ្នាអញ្ចឹងយើងឃើញថាសម្រាប់មនុស្សដែលកើតនៅក្នុងឆ្នាំម្សាញ់លក្ខណៈរបស់គាត់ដែលមិនសូវជាល្អនោះគឺថាមិនសូវជាបត់បែនយឺតណាតម្រាំតែដឹងនៅរឿងអស់ហ្នឹងគេទៅមុខមកសន្ទុះទៅហើយមួយទៀតគឺមានន័យថាលក្ខណៈពន្យាពេលបាទពន្យាពេលមិនសូវចេះលាក់លៀមមិនសម្ងាត់ឬក៏បង្ហាញអារម្មណ៍ខ្លាំងបាទឬក៏មានគំនិតនៅក្នុងការចែករំលែកដែលអត់បានប្រើប្រាស់នៅយុទ្ធសាស្ត្រអញ្ចឹងសម្រាប់កិច្ចការងារទាំងអស់ហ្នឹងអ្នកដែលកើតនៅក្នុងឆ្នាំម្សាញ់គឺជាអ្នកដែលកើតនៅក្នុងឆ្នាំ1941
អ្នកដែលកើតនៅក្នុងឆ្នាំ1953មនុស្សប្រុសស្រីដែលកើតនៅក្នុងឆ្នាំ1965អ្នកដែលកើតនៅក្នុងឆ្នាំ1977ឬអ្នកដែលកើតនៅក្នុងឆ្នាំ1989អ្នកដែលកើតនៅក្នុងឆ្នាំ2001អ្នកដែលកើតនៅក្នុងឆ្នាំ2013និងអ្នកដែលកើតនៅក្នុងឆ្នាំ2025នៅក្នុងបណ្ដាឆ្នាំដែលរាយរាប់ខាងលើគឺជាមនុស្សប្រុសនិងស្រីដែលកើតនៅក្នុងឆ្នាំម្សាញ់នៅក្នុងខែ5ដែលជាខែឧសភាគឺជាខែម្សាញ់បាននាំចូលមកនៅធម្មពល3បាទគឺធម្មពលធាតុភ្លើងបូកធម្មពលធាតុដីបូកនិងធម្មពលនៃធាតុមាសបូកធម្មពលទាំង3នេះគឺល្អប្រសើរសម្រាប់គេឈ្មោះសម្រាប់ទ្រព្យសម្បត្តិសម្រាប់ការងារអាជីពបាទនិងការអភិវឌ្ឍផ្នែកហិរញ្ញវត្ថុតើលោកអ្នកត្រូវការធាតុទាំង3នោះសម្រាប់ដំណើរជីវិតប្រចាំថ្ងៃដែរឬទេនៅក្នុងឥទ្ធិពលរបស់ខែម្សាញ់បានជះឥទ្ធិពលទៅដល់ឆ្នាំទាំង12ពុំមែនតែជោគជតារាសីម្សាញ់ខ្លួនឯងនោះទេអញ្ចឹងធម្មពលទាំង3នេះគឺនឹងត្រូវការចែករំលែកសាយភាយទៅដល់ឆ្នាំទាំង12រួមមានជូតឆ្លូវខាលថោះរោងម្សាញ់មមីមមែវរកាចរនិងកុលផងដែរដូច្នេះនៅក្នុងបទបង្ហាញនេះយើងកំពុងតែព្យាករជោគជតារាសីរបស់លោកអ្នកកើតឆ្នាំម្សាញ់ដើម្បីព្យាករជោគជតារាសីរបស់លោកអ្នកគឺយើងយោងទៅតាមកត្តាធំទាំង6បែកត្តាទី1គឺសំដៅទៅលើគោលបំណងមនុស្សមកជួយណែនាំយុទ្ធសាស្ត្រអ្នកដែលជួយឧបត្ថម្ភគាំពៀគ្រប់រូបភាពចំពោះរាសីម្សាញ់បាទអញ្ចឹងនៅក្នុងខែ5នេះគឺម្សាញ់ទទួលបាន98%បាទសម្រាប់កត្តាធំទី2គឺតកតងទៅនឹងហិរញ្ញវត្ថុលុយកាក់និងទ្រព្យសម្បត្តិជោគជតារាសីមនុស្សប្រុសស្រីដែលកើតនៅក្នុងឆ្នាំម្សាញ់ស្ថិតនៅក្នុងខែ5ឬខែឧសភាឆ្នាំ2025គឺទទួលបាន98%សម្រាប់កត្តាធំទី3គឺពាក់ព័ន្ធទៅនឹងមនោសញ្ចេតនាទំនាក់ទំនងរវាងមិត្តភ័ក្តិនៅក្នុងសង្គមគឺថាលោកអ្នកនឹងគឺទទួលបានតុល្យភាព50%បាទហើយនឹងកត្តាធំទី4បាទកត្តាធំទី4សម្រាប់ជោគជតារាសីម្សាញ់មានទំនាក់ទំនងជាមួយនឹងគ្រួសារព្រមទាំងមិត្តភ័ក្តិនៅក្នុងខែ5នេះគឺទទួលបាន98%កត្តាធំទី5បាទកត្តាធំទី5នោះពាក់ព័ន្ធទៅនឹងសុខភាពកាយសម្បទានៅក្នុងជោគជតារាសីម្សាញ់គឺទទួលបាន48%បាទខ្វះតែ2%ទៀតអញ្ចឹងយើងអាចចាត់ទុកថាជាតុល្យភាពបានបាទអញ្ចឹងនៅក្នុងកត្តាធំទី6គឺពាក់ព័ន្ធទៅនឹងអាជីវកម្មអាជីពការងារការគ្រប់គ្រងបណ្ដាញបាទការលក់បាទការធ្វើទីផ្សារជាដើមហ្នឹងនៅក្នុងជោគជតារាសីម្សាញ់សម្រាប់ខែឧសភាគឺទទួលបាន75%បាទអញ្ចឹងកត្តាធំទាំង6នេះយើងឃើញថាសឹងតែល្អប្រសើរសឹងទាំងអស់អញ្ចឹងបើសិនជាយើងគិតអំពីចំណុចមួយត្រង់ថាសុខភាពនិងកាយសម្បទានេះត្រឹម48%ដូចជាតុល្យភាពមិនជាមានបញ្ហាអីទេអញ្ចឹងចាត់ទុកថាពួកគាត់គឺមានលក្ខណៈក្នុងរូបភាពល្អបាទល្អច្រើនណាស់នៅក្នុងអ្វីដែលជាជោគជតារាសីរបស់លោកអ្នកអញ្ចឹងកត្តាបញ្ហាសុខភាពហ្នឹងវាពាក់ព័ន្ធនឹងរឿងផលអវិជ្ជមាននៃកត្តាផ្លូវចិត្តរបស់លោកអ្នកនឹងផងដែរដោយមិញបានបញ្ជាក់ឲ្យថាម្សាញ់ហ្នឹងគេថាមិនសូវបត់បែនយឺតយ៉ាវមិនសូវថែរក្សាសុខភាពមិនសូវយល់ដឹងអំពីការងារពាក់ព័ន្ធនឹងសុខភាពអញ្ចឹងវារៀងខ្សោយបន្តិចជារឿងបញ្ហាដែលយើងគួរយកចិត្តទុកដាក់ឲ្យជាពិសេសម្សាញ់គឺមានធម្មពលនៃធាតុភ្លើងអញ្ចឹងប្រយ័ត្នរឿងពាក់ព័ន្ធទៅនឹងប្រព័ន្ធឈាមបាទលើឈាមឬក៏បញ្ហាភ្នែកបញ្ហាបេះដូងអីហ្នឹងលោកអ្នកយកចិត្តទុកដាក់រឿងអស់ហ្នឹងបាទនៅក្នុងនេះហើយនេះទីបន្ទាប់ពួកយើងនឹងបង្ហាញអំពីលក្ខណៈពិសេសល្អតាក់ទងទៅនឹងថ្ងៃល្អរឹកវេលាល្អមនុស្សមកជួយកិច្ចនៅទិសល្អសម្រាប់បង្កើនធម្មពលឈីនៅក្នុងគោលបំណងដើម្បីទ្រព្យសម្បត្តិសុខភាពការអភិវឌ្ឍទូនីតិអំណាចបាទនិងកិច្ចល្អផ្សេងទៀតតាក់ទងទៅនឹងរាសីស្ថិតនៅក្នុងធាតុនៃធាតុទាំង5ជាដើមបាទជួបគ្នានៅក្នុងបទបង្ហាញពិសេសសម្រាប់រាសីម្សាញ់របស់លោកអ្នកសម្រាប់កិច្ចបទបង្ហាញបន្ថែមស្ដីអំពីការបកស្រាយជោគជតារាសីមនុស្សប្រុសស្រីដែលកើតនៅក្នុងឆ្នាំម្សាញ់ទាំងអស់គ្នាមើលនៅក្នុងរូបនេះដើម្បីងាយស្រួលនៅក្នុងការស្វែងយល់ពីអត្ថន័យ
ในการเบาะสายหนึ่งขนมบัดบางหานี้คือถ่ายังมีรูปเพียบได้บางหาอันปีชนำบัดจังยังเคยเนี่ยยังเกิดอันปีชนำนี้คือดองกันนาหรือยังหาถักขนอบัดขนอคือจีกากอจีกาช่วยหรือจีมัดโชบายจียุดตัวซะจีปีเปลี่ยนประดาบัดจีปีอบรมนายน้อมจีทนเทียนจีตรอบสมบัติจีรูปเพียบเซ็งได้ปุกวาดนั่นคือช่วยมาสั่งบัดจังยังก็เมื่อเคยถัดเตียบขบวนยังเคยใจยังเคยทาปีชนำนี่คือช่วยชนำมาสั่งทั้งเอาขบวนต่อได้เอาละอประสาเอาอภิวอดบัดจังนี้คือจะดองขนอบัดดองขนอจังยังเคยทาเอาไว้เต้คือจี noble man นะเอาไว้เต้คือจี helpful people จังในขนมชนำมาสั่งเนี่ยได้การในขนมชนำมาสั่งหายมีนกายชีวิตบาดเลยปีบาดจีมนุษย์เพราะได้มีนกายชีวิตเลยปีจังยังเคยทาตึกสเตอร์เพียบระบบปลูกกอดนั้นคือทัดในขนมตึกขันทบงขังเล็กบาดการนั้นยังเคยกายเลยปรามใช่ในขนมเหล็กปรามบ่มนุษย์เพราะคือปลาปลากายเหล็กปีบ่มนุษย์ไซคือปลาปลากายเหล็กปรับใบบาดจังปลูกกอดจีมนุษย์เพราะได้ปลาปลากายเหล็กปีจังนี้คือจีบัดบางหางมนุษย์เพราะได้การในขนมชนำมาสั่งบาดจังยังเมื่อทาเนี่ยได้ช่วยกอดในขนมกิจการงี้สำคัญนำไปอภิวัตหรืออครุบรูปเพียบทัดในขนมไข่ปรามนี้คือเมียนชนำประกาโมยหนึ่งเมียนชนำกอลมวยบาดตาเอาไว้ได้เชียอัดกำบังในขนมกาช่วยชนำมาสั่งนี้เอาคู่ต่อได้คือทำมาโพลชีได้เมียนกิจสปอร์ตบัตรกาทัดในขนมชีหนึ่งชีคือยังเคยทามนุษย์ได้một chuối nước miền đây thầm đôi bật đạch thì khó ở như số yếu tham mนุษย์ได้ช่วยอุปถัมภ์ความเพียรได้ซาตำนบบำรงบาดเชื่อมนุษย์ได้พอดอลเอาวาดพอดอลยุทธศาสตร์ลูกเนี่ยตรึกดังถาลูกเนี่ยใจอย่างนากระดอยเนื้อเปรี้ยวเดี๋ยวอัดมีดเอากะเนื้อเปรี้ยวเดี๋ยวอัดมีดมนุษย์มาช่วยลูกเนี่ยมันอาจแต่ตัวบันเพียบจุกใจมันอาจเมียนบ้านนุติจังลูกเนี่ยก็เละมาวิ่งท้ายใกล้มันเนี่ยตายช่วยมนุษย์มาช่วยประมาณเนี่ยรอบโรยเนี่ยรอบปอนเนี่ยหายมนุษย์ในเรื่องพิภพโลกทัวการเอาแต่กายหรือก็จิตมนุษย์แต่มันเนี่ยหรือก็มากล้อมตู้ในตรงนั้นจังมนุษย์ได้หมกจุยนี่คือสำคัญนะบองโอนสำหรับเนี่ยเราซีคืออธิติชนคือเชื่อมนุษย์ได้ช่วยลูกเนี่ยกุดกงคือเชื่อมนุษย์ได้ช่วยลูกเนี่ยนี่คือจิตกตาสำคัญเนี่ยจังมนุษย์ได้ช่วยสำหรับจุกจิตาได้ใส่มนุษย์ประสัยเด็กการในขนมชนามสั้นคือเมียนปีชนามในขนมชนามนุพองได้คือยังอาจบัญชีธาบุปผแมนพระดาวแต่เลือบรรลุเตยังพระดาวแต่เลือทำมาโพลชียังพระดาวอุติห่อถาโดยเฉียยังอาจปราบทั้งไงหรอกายังอาจปราบเมาหรอกาบาดสัตเชียทำมาโพลชีได้อาจช่วยในมาสันในขนมเอาไว้ในขนมกาอภิวัตเปะปอนตะนึงตรอบสมบัติการดักนอมยุทธศาสตร์สกปรกการวิดีโอการฟูดำนาไอ้เซนสัตแต่ช่วยในขนมจะช่วยอย่างไหมถ้าลูกเนี่ยดังถามนุษย์การทำมาโพลชีชีจำบองชีอาหารชีกัดปรังปลายเซนจังการนามนุษย์ได้เมียนสเตละอ้อมนุษย์ได้เมียนสกปรกละอ้อมนุษย์ได้เมียนภายในการดักนอมชบาล้อบาดอะนวัตภายในการบานตรำตรละอ้อเวียบการตัดเชียประจำโนการตัดเชียเพียบโรงเรืองการตัดเชียการอภิวัตกรุบรูปเพียบนองหายการหาแต่ช่วยบาดมันแมนยืงตรำแต่จีสกัมมาเพียบตอนแต่ช่วยนุติช่วยกรุ๊ปแบบอย่างจังในปีเดียยืงตอนละในปีเดียมีนนหน้ามันเนี่ยบาดหรือก็เชียบุกกลจีกรมนาหมกช่วยยืงอุติห่อเนี่ยได้ในจิตยืงบ่มพอดคือจีเนี่ยได้ช่วยยืงบานเลื่อนจานจริงๆบ่มพอดเมียนจีโดนจีตาปกมาได้หรือเมียนพอได้หรือเมียนประปนหรือเมียนโกนยืงนี่ฮะคือจี helpful people คือจี noble man people บาดคือจีมนุษย์ได้ช่วยยืงจีมนุษย์จัดล้อช่วยยืงบาดหรือก็จีมัดแพะล้อระบายยืงได้ช่วยยืงบาดจังการช่วยนั่นคือสำคัญนะในเปลได้มนุษย์ได้เล็กลงมนุษย์ได้อันตรายโดยสิ่งใดรูปเพียบเซนมันทาสติปัญญามันทาทนเทียนมันทาไอเมียนเหมือนหัวช่วยนั่นคือทาจิกตาโมดาวิเซ่มันเด่นคือขนมกัดได้สำคัญโน้ตให้คือทายืงเหมือนนุกรุบคนนี้คือจูบขมิ้นแต่น่ารมโลงในขนมเหตุการณ์โน้ตบานลายทัดในขนมชีวิตดำนาชีวิตระบบมนุษย์มันเนี่ยบาน
chẳng ban chia nơi không bắt bằng hai ní cái dương bằng hai ở pi ở vậy đây mà nó hồi chui nè bạn chẳng dương ai mà chạy tha nơi không nó cứ chia rất về lý lõ và chia rất về lý lõ đây mà nó cứ tự tu ban nơi ở cả tự tu ban trọc sản bắt tự tu ca áp phỉ vọt không group group hiệp mình tha lái tu niti ẩm na tự tu ban trọc sản bắt ca tranh tầm nào từ hàng trai vật tích không đây chỉ vật cam phần chỉ cam thì có phiền đất sông hiệp được đá cầm san chụp chôn san nhiệt ấy sao ta chỉ ở ca lò nhưng chẳng mà xanh nó cứ thả pra pra pel về liệt pi nó rồi có ngay rồi có tư đại pra pra nó không tư rồi ca nó chạy đào nó cứ tự tu ban được hiệp chụp chảy bạn chẳng những ai tha chỉ auspicious time in your life បាទឬក៏ជាមនុស្សដែលជួយលោកអ្នកនឹងល្អប្រសើរស្ថិតនៅក្នុងអ្វីដែលពាក់ព័ន្ធទៅនឹងជោគជតារិស័យម្សាញ់ស្ថិតនៅក្នុងខែ5នៅក្នុងនីតិខាងក្រោយបន្តិចទៀតនេះពួកយើងនឹងបង្ហាញអំពីរកវេលាល្អបង្ហាញអំពីទិសល្អនៃដំណើរជីវិតអ្នកដែលកើតនៅក្នុងឆ្នាំម្សាញ់សម្រាប់អ្នកដែលមានផ្កាជីវិតលេខ2ព្រមទាំងធម្មពលឈីល្អប្រសើរស្ថិតនៅក្នុងធាតុមួយក្នុងចំណោមធាតុទាំង5និងកិច្ចល្អទៀតដែលពាក់ព័ន្ធនៅក្នុងគុណតម្លៃប្រយោជន៍នៃជោគជតារិស័យមនុស្សប្រុសស្រីដែលកើតនៅក្នុងឆ្នាំម្សាញ់នេះគឺជាការព្យាករណ៍ជោគជតារិស័យមនុស្សប្រុសស្រីដែលកើតនៅក្នុងឆ្នាំម្សាញ់ប្រចាំខែឧសភាឬខែ5ឆ្នាំ2025ដូច្នេះដើម្បីបង្ហាញអំពីសម្ព័ន្ធមិត្តឆ្នាំដែលល្អប្រសើរដែលមានធម្មពលឆ្នាំនិងមានធម្មពលខែដូចគ្នាអញ្ចឹងយើងឃើញថានៅក្នុងខែម្សាញ់នេះគឺបានមកនៅធម្មពល3គឺធម្មពលនៃធាតុភ្លើងបូក1ធាតុដីបូក1និងធាតុមាសបូក1ដូច្នេះសម្ព័ន្ធមិត្តឆ្នាំរបស់ឆ្នាំរកាគឺល្អជាមួយនឹងបណ្ដាឆ្នាំទាំងអស់នេះដែលយើងប្រើប្រាស់នៅក្នុងកិច្ចសំខាន់សម្រាប់ការដឹកនាំថ្នាក់ដឹកនាំសម្ព័ន្ធមិត្តសម្ព័ន្ធភាពកិច្ចសហប្រតិបត្តិការនៅក្នុងថ្នាក់ជាតិនៅក្នុងអាជីវកម្មនៅក្នុងតំណែងតំណងគ្រួសារនៅក្នុងជីវិតគូស្រករស្វាមីភរិយាឬក៏មិត្តភ័ក្តិនឹងកិច្ចការងារសំខាន់ដែលពាក់ព័ន្ធទៅនឹងការអភិវឌ្ឍការសិក្សារៀនសូត្រអីជាដើមអញ្ចឹងយើងឃើញថាឆ្នាំម្សាញ់នេះគឺល្អជាមួយនឹងឆ្នាំរកាល្អជាមួយនឹងឆ្នាំឆ្លូវនិងល្អជាមួយនឹងឆ្នាំវកអញ្ចឹងយើងឃើញថាសម្ព័ន្ធត្រៃហធាតុនៃឆ្នាំទាំង3បង្កើតទៅជាសម្ព័ន្ធនៃធាតុមួយគឺម្សាញ់រកានិងឆ្លូវនេះគឺបង្កើតទៅជាសម្ព័ន្ធនៃធាតុមាសហើយយើងឃើញថារវាងម្សាញ់ហើយនិងវកគឺបានបង្កើតនៅធម្មពលនៃធាតុទឹកបាទអញ្ចឹងយើងឃើញថាប្រសិនបើខែម្សាញ់ចូលមកលោកអ្នកដែលមានអាជីវកម្មដែលពាក់ព័ន្ធទៅនឹងធាតុមាសមួយនិងធាតុទឹកមួយមានភាពលេចធ្លោនៅក្នុងអ្វីដែលជាអាជីវកម្មរបស់លោកអ្នកដែលកំពុងតែដំណើរការប្រចាំថ្ងៃសម្រាប់កិច្ចការងារប្រកបអាជីវកម្មគឺយើងផ្ដោតទៅលើធម្មពលធាតុនៃឈីដែលលោកអ្នកនឹងត្រូវការនៅក្នុងរាសីដែលលោកអ្នកនឹងត្រូវការនៃធាតុនោះថាតើធាតុទាំងអស់នោះជាធាតុត្រូវការរបស់លោកអ្នកនៅក្នុងជាធាតុអំណាចបាទជាធាតុទ្រព្យសម្បត្តិឬក៏ជាធាតុនៃភាពជោគជ័យដែរឬទេប្រសិនបើលោកអ្នកត្រូវការនៅក្នុងឱកាសនៃធម្មពលឈីដែលភ្ជាប់មកជាមួយនឹងម្សាញ់នៅធម្មពលភ្លើងដីនិងមាសគឺជាល្អប្រសើរសម្រាប់កិច្ចការងារសំខាន់បាទអញ្ចឹងនៅក្នុងនោះផងដែរគឺយើងបង្ហាញអំពីអ្វីដែលពាក់ព័ន្ធទៅនឹងធម្មពលទាំង3នេះពាក់ព័ន្ធទៅនឹងអាជីវកម្មនិងមុខរបរជំនាញរបស់លោកអ្នកដែលត្រូវការប្រើបាទអញ្ចឹងយើងឃើញថានៅពេលដែលធម្មពលភ្លើងកើនឡើងល្អប្រសើរស្ថិតនៅក្នុងខែ5ធម្មពលដីក៏ល្អរុងរឿងតាមនោះបាទហើយនៅក្នុងនោះផងដែរគឺធម្មពលនៃធាតុមាសក៏ចាត់ទុកថាល្អបង្គួរសម្រាប់ខែ5អញ្ចឹងយើងឃើញថានៅបញ្ហាពាក់ព័ន្ធទៅនឹងធម្មពលនៃធាតុឈើនិងធម្មពលនៃធាតុទឹកគឺមានលក្ខណៈមិនសូវល្អប្រសើរស្ថិតនៅក្នុងខែ5នោះទេបាទអញ្ចឹងធាតុឈើក៏ខ្សោយបាទធាតុទឹកហ្នឹងក៏ជាប់គាំងបាទអញ្ចឹងដំណើរការនៃការអភិវឌ្ឍអាជីវកម្មក៏ដូចគ្នាផងដែរគឺលេចធ្លោពាក់ព័ន្ធទៅនឹងបច្ចេកវិទ្យាពាក់ព័ន្ធទៅនឹងអចលនទ្រព្យបាទពាក់ព័ន្ធទៅនឹងការប្រើប្រាស់លុយជាពិសេសថាលុយពីធនាគារលុយពី micro ហិរញ្ញវត្ថុឬក៏លុយកម្ចីនៅក្នុងគ្រួសារអីជាដើមនឹងមានការដោះដូរវិលប្រើច្រើនស្ថិតនៅក្នុងខែ5នោះ
តើមុខរបរអ្វីខ្លះដែលពាក់ព័ន្ធទៅនឹងធម្មពលធាតុដែលម៉ាសាញ់បានចចូលស្ថិតនៅក្នុងខែ5គឺមានមុខរបរនៃធាតុភ្លើងមួយមុខរបរនៃធាតុដីនិងមុខរបរនៃធាតុមាសដែលលេចធ្លោស្ថិតនៅក្នុងខែ5តាមមុខរបរនីមួយៗនោះលោកអ្នកត្រូវការធម្មពលធាតុនៅក្នុងចំណោមធាតុមួយក្នុងចំណោមធាតុទាំង3ដែលម៉ាសាញ់នាំចូលដែរឬទេមុខរបរទាំងអស់នោះនឹងត្រូវបង្ហាញក្នុងពេលបន្តិចទៀតនេះនេះគឺជាការព្យាករណ៍ជោគជតារាសីមនុស្សប្រុសស្រីដែលកើតនៅក្នុងឆ្នាំម៉ាសាញ់ប្រចាំខែឧសភាបើយើងយោងទៅតាមបទបង្ហាញមួយនេះយើងឃើញថាម៉ាសាញ់ដែលមានតួរាសីភ្លើងបូកបានបង្កើតនៅអន្តរកម្មជាមួយនឹងសម្ព័ន្ធមិត្តឆ្នាំរបស់ខ្លួនដែលភ្ជាប់មកនៅធម្មពល3គឺធម្មពលធាតុភ្លើងមួយធម្មពលនៃធាតុដីមួយនិងធម្មពលនៃធាតុមាសមួយដូច្នេះសម្ព័ន្ធមិត្តឆ្នាំរបស់ម៉ាសាញ់ដែលមានរកាមានឆ្លូវនិងមានវកគួរប្រកបមុខរបរអាជីវកម្មដែលពាក់ព័ន្ធនឹងធម្មពលឈីដ៏ល្អប្រសើរស្ថិតនៅក្នុងខែម៉ាសាញ់ដែលជាខែ5នៅក្នុងនោះផងដែរយើងឃើញថាសម្រាប់មុខរបរគឺយើងផ្ដោតទៅលើធាតុដែលលោកអ្នកត្រូវការផងដែរសម្រាប់អ្នកទាំងអស់គ្នាដែលជាសម្ព័ន្ធមិត្តឆ្នាំដែលមានអត្តភាពមុនគេនៅក្នុងចំណោមឆ្នាំទាំង12ដែលរួមមានទាំងឆ្នាំម៉ាសាញ់ផងដែរគឺមានម៉ាសាញ់រកាឆ្លូវនិងវកគឺនឹងទទួលប្រើប្រាស់នៅធម្មពលធាតុទាំង3នេះក្នុងកិច្ចចាំបាច់សម្រាប់អាជីវកម្មនិងការងារសំខាន់នៅក្នុងដំណើរជីវិតអញ្ចឹងយើងឃើញថាមុខរបរទី1គឺមុខរបរដែលពាក់ព័ន្ធទៅនឹងធាតុភ្លើងបាទអញ្ចឹងធាតុភ្លើងតើមានមុខរបរពាក់ព័ន្ធនឹងអ្វីខ្លះទៅបាទតាក់ទងទៅនឹងបញ្ញាសិប្បនិម្មិតឧស្សាហកម្មដែលតាក់ទងទាំងអ៊ីនធឺណិត Wi-Fi បាទពាក់ព័ន្ធទៅនឹងសិល្បៈពាក់ព័ន្ធនឹងការផ្សព្វផ្សាយណាចិត្តវិទ្យាសិល្បៈ graphic design ឧស្សាហកម្មដែលតាក់ទងទៅនឹងកុំព្យូទ័រការផ្សព្វផ្សាយឬក៏យើងអាចថាជាមនុស្សយន្តដែលយើងហៅថា robot ហ្នឹងណាឬក៏អាជីវកម្មតាក់ទងនឹងការស្រាវជ្រាវគ្រឿងអេឡិចត្រូនិកគ្រប់ប្រភេទមានទូរស័ព្ទដៃកុំព្យូទ័របាទហើយនឹងផលិតផលដែលតាក់ទងទៅនឹងសម្រស់បាទកាយសម្ផស្សឬក៏សម្រស់នឹងតាក់ទងនឹងគ្រឿងសម្អាងបាទពាក់ព័ន្ធទៅនឹងប្រេងឥន្ធនៈពាក់ព័ន្ធនឹងការច្រៀងរាំរបាំឧស្សាហកម្មភាពយន្តការធ្វើទីផ្សារការផ្សព្វផ្សាយពាណិជ្ជកម្មបាទការជួយខ្លួនឯងឬគឺមានចិត្តសាស្ត្រណាឬក៏ការលើកទឹកចិត្តបាទអញ្ចឹងទេគឺតាក់ទងទៅនឹងរឿងគ្រឿងផ្លាស្ទិកទាំងអស់បាទគ្រឿងផ្លាស្ទិកពាក់ព័ន្ធទៅនឹងកាហ្វេពាក់ព័ន្ធទៅនឹងអាហារដ្ឋានអគ្គិសនីវិស្វកម្មធម្មពលការប្រើប្រាស់នៅប្រេងឥន្ធនៈឧស្ម័នគីមីពាក់ទងទៅនឹងសាប៊ូគ្រប់ប្រភេទទឹកក្រអូបបាទពាក់ព័ន្ធទៅនឹងការប្រើប្រាស់ឧបករណ៍ laser ឬក៏ពន្លឺការថតរូបឬក៏ឧបករណ៍បាទ solar ជាដើមបាទទាំងអស់នេះគឺសិតតែពាក់ព័ន្ធទៅនឹងគ្រឿងភ្លើងឬក៏មុខរបរអាជីវកម្មភ្លើងហើយយើងអាចសម្គាល់បានគឺតាក់ទងទៅនឹងការលក់ឧបករណ៍សម្ភារៈអគ្គិសនីម្យ៉ាងវិញទៀតតាក់ទងទៅនឹងមុខរបរនៃធាតុដីបាទចឹងមុខរបរនៃធាតុដីមានអីថាមានអ្វីដែលតាក់ទងទៅនឹងអចលនទ្រព្យបាទអចលនទ្រព្យស្ថាបត្យកម្មអគារសំណង់ឧស្សាហកម្មដែលតាក់ទងទៅនឹងសត្វការបណ្ដុះបណ្ដាលចិញ្ចឹមសត្វឬក៏ clinic ពេទ្យសត្វឬក៏ការចិញ្ចឹមសត្វឆ្កែបាទឬក៏ការស្តុកឬក៏ការប្រើប្រាស់ឃ្លាំងណាឃ្លាំងឬក៏ការមានហាងបញ្ចាំឬក៏ហាងវត្ថុលក់វត្ថុបុរាណបាទឬក៏សម្ភារៈសំណង់ឬក៏ការជួសជុលការមានអាជីវកម្មដែលតាក់ទងទៅនឹងសេរ៉ាមិចឬក៏ការប្រើប្រាស់ឬក៏ថ្មម៉ាបពាក់ព័ន្ធទៅនឹងស្នាដៃចម្លាក់ថ្មឬក៏ស្មូនថ្មបាទកន្លែងកែច្នៃកន្លែងចាក់សម្រាមហ្នឹងកែច្នៃឲ្យវាទៅជាស្អីផ្សេងដែលយើងអាចប្រើប្រាស់បានតាក់ទងទៅនឹងការ៉ូបាទលក់ការ៉ូលក់អីឬក៏កម្រាលថ្មគ្រប់ប្រភេទណាអញ្ចឹងតាក់ទងទៅនឹងចំណតរថយន្តឬក៏ការជីករករ៉ែនេះទាំងអស់នេះគឺជាមុខរបរដែលពាក់ព័ន្ធទៅនឹងធាតុដីឥឡូវមួយទៀតតាក់ទងនឹងមុខរបរធាតុមាសសម្រាប់ជោគជតារិស័យមនុស្សប្រុសស្រីដែលកើតនៅក្នុងឆ្នាំម៉ាសាញ់និងសម្ព័ន្ធមិត្តឆ្នាំរបស់ម៉ាសាញ់មានរកាឆ្លូវនិងវោកជាអតិភិបឃ
ក្នុងចំណោមឆ្នាំទាំង12សូមបញ្ជាក់ថាលោកអ្នកក្រៅពីឆ្នាំទាំងអស់នេះលោកអ្នកក៏នៅតែអាចប្រកបមុខរបរទាំងអស់នឹងបានដែរដែលលេចធ្លោនៅក្នុងធម្មពលឈីដែលល្អប្រសើរសម្រាប់ខែឧសភានឹងបាទចឹងឆ្នាំផ្សេងនៅក្នុងចំណោមឆ្នាំទាំង12នេះក៏អាចប៉ះបានអាស្រ័យនឹងធាតុទាំង3នោះគឺជាធាតុត្រូវការសម្រាប់ធ្វើអាជីវកម្មហើយលោកអ្នកមានជំនាញមានបទពិសោធន៍មានធនធាននៅក្នុងការធ្វើឬក៏មានអ្វីដែលតាក់ទងទៅនឹងអ្នកជួយបាទអ្នកជួយនៅក្នុងការបង្កើតអាជីវកម្មទាំងអស់ហ្នឹងឥឡូវយើងក៏លេខមើលវិលមកកាន់ពាក់ព័ន្ធនឹងអ្វីដែលជាអាជីវកម្មនៃធាតុមាសវិញម្ដងកាលនេះយើងនិយាយអំពីធាតុមាសគឺយើងនិយាយអំពីអាជីវកម្មសិប្បកម្មឧស្សាហកម្មទាំងឡាយណាដែលប្រើប្រាស់លោហៈធាតុមិនថាលោហៈធាតុនៅក្នុងគ្រឿងលម្អតុបតែងខ្លួនឬក៏សម្ភារៈវត្ថុប្រើប្រាស់ផ្សេងសិតតែជាមុខរបរនៃធាតុមាសរួមទាំងចំណេះជំនាញដែលពាក់ព័ន្ធទៅនឹងការប្រើប្រាស់និងអភិវឌ្ឍទៅលើសាច់ប្រាក់ឬក៏លំហូរសាច់ប្រាក់នោះផងដែរអញ្ចឹងការងារទាំងអស់នោះគឺថាអ្នកដែលមានទូនាទីក្តីមានបទពិសោធន៍ជំនាញក្តីដែលពាក់ព័ន្ធទៅនឹងហិរញ្ញវត្ថុធនាគារការធានារ៉ាប់រងគ្រឿងមាសគ្រឿងប្រាក់គ្រឿងចក្រឬក៏ការកែច្នៃនៅឧស្សាហកម្មការផលិតនៅឧស្សាហកម្មរថយន្តបាទឬក៏ជាងដែកបាទជាគ្រឿងផ្នែករឹងផ្នែក hardware ជាងកញ្ចក់បាទបំនេះទៅដល់អ្នកដែលធ្វើការ office ដូចជាអ្នកដែលមានជំនាញគណនេយ្យសវនកម្មយោធាប៉ូលីសទាហានសន្តិសុខការប្រមូលនៅបំណុលឬក៏ការហាងបញ្ចាំវិស្វកម្មការបង្កើតនៅការផលិតផ្សេងដែលកែច្នៃពីដែកឬក៏ពាក់ព័ន្ធទៅនឹងលោហៈធាតុផ្សេងឬក៏វិស្វកម្មមេកានិកសិតតែជាមុខរបរនិងអាជីពជំនាញដែលពាក់ព័ន្ធទៅនឹងមុខរបរនៃធាតុមាសបាទទាំងអស់នេះគឺជាធាតុមាសបាទអញ្ចឹងសង្ឃឹមថាបងប្អូនទទួលបាននៅអ្វីដែលជាអតិពលរបស់ខែម្សាញ់ស្ថិតនៅក្នុងខែឧសភាបាទជួបគ្នានៅក្នុងអ្វីជាបទបង្ហាញស្ដីអំពីជោគជតារាសីឆ្នាំម្សាញ់ព្រមទាំងនៅឆ្នាំម្សាញ់ស្ថិតនៅក្នុងខែម្សាញ់ដែលទទួលឥទ្ធិពលហើយមានធាតុមួយក្នុងចំណោមធាតុទាំង5ដែលលើកស្ទួយនៅកិច្ចអភិវឌ្ឍពាក់ព័ន្ធទៅនឹងដំណើរជីវិតប្រចាំថ្ងៃរបស់លោកអ្នកនេះគឺជាការព្យាករណ៍ជោគជតារាសីមនុស្សប្រុសស្រីដែលកើតនៅក្នុងឆ្នាំម្សាញ់ប្រចាំខែ5ឬខែឧសភាឆ្នាំ2025នេះគឺជាតារាងឫកវេលាល្អស្ថិតនៅក្នុងខែ5ដែលថ្ងៃល្អទាំងអស់នោះគឺស័ក្តិសមចំពោះរាសីម្សាញ់ទាំងប្រុសទាំងស្រីព្រមទាំងសម្ព័ន្ធមិត្តឆ្នាំរបស់ឆ្នាំម្សាញ់មានឆ្នាំរកាឆ្លូវនិងវកផងដែរដែលប្រើប្រាស់នៅក្នុងចំណោមថ្ងៃរឹកវេលាល្អដែលមានមង្គលនៃថ្ងៃនិងម៉ោងដែលប្រើប្រាស់ចំនួន8ម៉ោងក្នុងមួយថ្ងៃនៃថ្ងៃដែលល្អពិសេសនោះអញ្ចឹងយើងឃើញថាថ្ងៃល្អពិសេសទាំងអស់នោះគឺប្រើប្រាស់សម្រាប់កិច្ចមង្គលផ្សេងដូចជាពិធីមង្គលនានាពិធីភ្ជាប់ពាក្យមង្គលការឡើងទៅកាន់គេហដ្ឋានថ្មីការបើកអាជីវកម្មការឡើងទូនាទីឋានៈបុណ្យស័ក្តិថ្មីចុះកិច្ចកងត្រាការងារចុះកិច្ចកងត្រាអាជីវកម្មបាទបើកអាជីវកម្មឬក៏ពិនិត្យសុខភាពធ្វើដំណើរទៅខាងក្រៅប្រទេសក្នុងគោលបំណងអាជីវកម្មពាណិជ្ជកម្មឬក៏ពិនិត្យសុខភាពទទួលប្រឹក្សាអំពីវិជ្ជបណ្ឌិតការងារសិក្សាការសរសេរនិក្ខេបបទបញ្ចប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ឬក៏ថ្នាក់បណ្ឌិតឬក៏កិច្ចការអភិវឌ្ឍផ្សេងពាក់ព័ន្ធទៅនឹងដំណើរសំខាន់ក្នុងជីវិតរបស់លោកអ្នកនៅក្នុងចំណោមថ្ងៃទាំង31ថ្ងៃស្ថិតនៅក្នុងខែឧសភាយើងឃើញថាជោគជតារាសីមនុស្សប្រុសស្រីដែលកើតនៅក្នុងឆ្នាំម្សាញ់គឺប្រើប្រាស់ថ្ងៃទាំង7នេះគឺល្អប្រសើរចំពោះពួកគាត់និងបណ្ដាសម្ព័ន្ធមិត្តឆ្នាំរបស់ឆ្នាំម្សាញ់ផងដែរបាទដូច្នេះគឺថ្ងៃទាំងអស់នោះគឺមានថ្ងៃទី3មួយថ្ងៃទី4ថ្ងៃទី10ថ្ងៃទី14បាទថ្ងៃទី20ថ្ងៃទី24និងថ្ងៃទី26បាទសរុបទាំង7ថ្ងៃនេះក្នុងចំណោមទាំង31ថ្ងៃគឺល្អប្រសើរសម្រាប់ជោគជតារាសីម្សាញ់អញ្ចឹងយើងឃើញថានៅក្នុងថ្ងៃនីមួយៗគឺមាន8ម៉ោងក្នុងចំណោម24ម៉ោងក្នុងមួយថ្ងៃដែលជោគជតារាសីមនុស្សប្រុសស្រីដែលកើតនៅក្នុងឆ្នាំម្សាញ់នេះគឺអាចប្រើប្រាស់នៅថ្ងៃទាំងអស់នោះបានបាទអញ្ចឹងទី1គឺម៉ោងម្សាញ់បាទ
អញ្ចឹងសម្រាប់ម៉ោងម្សាញ់នេះគឺចាប់ផ្ដើមពីម៉ោង9ព្រឹករហូតដល់ម៉ោង11ព្រឹកបាទនៅក្នុងម៉ោងម្សាញ់ហើយបន្ទាប់ទៀតគឺថាម៉ោងឆ្លូវចន្លោះពីម៉ោង1យប់រហូតដល់ម៉ោង3រំលងអត្រាពេលយប់អញ្ចឹងម៉ោងនេះគឺយើងប្រើប្រាស់ជាមួយនឹងក្រៅប្រទេសព្រោះក្រៅប្រទេសនេះនៅពេលថ្ងៃឬក៏ពេលព្រឹកប្រទេសមួយចំនួនណាហើយម៉ោងរកាគឺចន្លោះពីម៉ោង5យើងអាចថា5ល្ងាចដល់7យប់និងម៉ោងវ៉កពីម៉ោង3ដល់ម៉ោង5បាទម៉ោង5រសៀលហ្នឹងបាទយើងអាចថាគៀកយប់បាទអញ្ចឹងក្នុងចំណោមម៉ោងទាំង8ម៉ោងហ្នឹងគឺថារឹកវេលាដែលល្អនៅក្នុងការសម្រេចចិត្តដឹកនាំកិច្ចការងារសំខាន់សម្រាប់មនុស្សប្រុសស្រីដែលកើតនៅក្នុងឆ្នាំម្សាញ់ព្រមទាំងសម្ព័ន្ធមិត្តឆ្នាំរបស់ឆ្នាំម្សាញ់នោះផងដែរយើងសង្ឃឹមថានៅក្នុងបទបង្ហាញនេះបានបំពេញនៅតម្រូវការសំខាន់នៅក្នុងជីវិតរបស់លោកអ្នកបន្តិចទៀតនេះពួកយើងនឹងបង្ហាញអំពីធម្មពលផ្កាយវិជ្ជមានដែលភ្ជាប់មកជាមួយនឹងឆ្នាំម្សាញ់ព្រមទាំងខែម្សាញ់ដែលជារាសីរបស់លោកអ្នកស្ថិតនៅក្នុងខែឧសភាខែ5ឆ្នាំ2025នេះគឺជាការព្យាករណ៍ជោគជតារាសីមនុស្សប្រុសស្រីដែលកើតនៅក្នុងឆ្នាំម្សាញ់ហើយយើងវិភាគទៅលើធាតុមួយក្នុងចំណោមធាតុទាំង5នៅក្នុងបទបង្ហាញជាច្រើនបានបង្ហាញអំពីធាតុមួយក្នុងចំណោមធាតុទាំង5ដែលអត្ថាធិប្បាយអំពីអត្ថន័យនៃធាតុនីមួយៗនោះអញ្ចឹងយើងឃើញថានៅក្នុងធាតុទាំង5គឺពាក់ព័ន្ធទៅនឹងអំណាចគេឈ្មោះទូនាទីបនស័ក្តិពាក់ព័ន្ធទៅនឹងទ្រព្យសម្បត្តិពាក់ព័ន្ធទៅនឹងសុខភាពពាក់ព័ន្ធនឹងភាពជោគជ័យពាក់ព័ន្ធទៅនឹងអាជីវកម្មពាក់ព័ន្ធទៅទំនាក់ទំនងក៏ដូចជាសុខភាពអីជាដើមបាទអញ្ចឹងយើងឃើញថានៅក្នុងចំណោមឆ្នាំម្សាញ់គឺមានធាតុមួយដែលធាតុទាំងអស់នោះគឺយោងទៅតាមឆ្នាំកំណើតរបស់លោកអ្នកបទបង្ហាញបានបង្ហាញនៅតារាងមួយនេះនឹងបញ្ជាក់លោកអ្នកអំពីរបៀបមើលនិងកំណត់ឆ្នាំមួយក្នុងចំណោមឆ្នាំដែលលោកអ្នកកើតដែលត្រូវជាមួយនឹងធាតុមួយក្នុងចំណោមធាតុទាំង5នោះឥឡូវទាំងអស់គ្នាមើលតាក់ទងទៅនឹងជួរឆទី1ដែលយើងហៅថា snake year គឺជាឆ្នាំម្សាញ់ជាឆ្នាំមួយដែលកើតណាដែលលោកអ្នកកើតអញ្ចឹងទី2គឺ date បាទនិយាយអំពីថ្ងៃកើតនៅក្នុងចន្លោះខែណានៃឆ្នាំមួយហ្នឹងដែលលោកអ្នកកើតហើយជួរទី3នេះនិយាយអំពីធាតុ element បាទឥឡូវឧទាហរណ៍នៅក្នុងជួរ date នៅខាងក្រោមបាទនៅខាងក្រោមប្រសិនបើលោកអ្នកកើតនៅក្នុងឆ្នាំ2025ហើយកើតនៅក្នុងចន្លោះថ្ងៃទី19ខែ1 2025រហូតដល់ថ្ងៃទី16ខែ2ឆ្នាំ2026បញ្ជាក់ថាលោកអ្នកនឹងគឺជាមនុស្សដែលកើតនៅក្នុងឆ្នាំម្សាញ់ហើយមានធាតុឈើបាទឥឡូវយើងក៏លេចមើលបទបង្ហាញនៅក្នុងឧទាហរណ៍ជួរដេកទី2ពីក្រោមឡើងទៅលើវិញម្ដងលោកអ្នកនឹងកើតនៅក្នុងឆ្នាំ2013ហើយកើតនៅក្នុងថ្ងៃទី10ខែ2ឆ្នាំ2013រហូតទៅដល់ថ្ងៃទី30ខែ1ឆ្នាំ2014បញ្ជាក់ថាលោកអ្នកគឺជាមនុស្សប្រុសស្រីដែលកើតនៅក្នុងឆ្នាំម្សាញ់ដូចគ្នាតែមានធាតុទឹកបាទជាឧទាហរណ៍ទី3នៅក្នុងបទបង្ហាញពីក្រោមឡើងទៅលើក្នុងជួរដេកទី3គឺអ្នកដែលកើតនៅក្នុងឆ្នាំ2001បាទ2001កើតនៅក្នុងថ្ងៃទីចន្លោះថ្ងៃទី24ខែ1 2001រហូតដល់ថ្ងៃទី11ខែ2ឆ្នាំ2002បញ្ជាក់ថាលោកអ្នកគឺជាមនុស្សប្រុសឬស្រីដែលកើតនៅក្នុងឆ្នាំម្សាញ់ហើយមានធាតុមាសបាទឥឡូវយើងក៏លេខមើលជាបន្តអ្នកដែលកើតនៅក្នុងឆ្នាំ1989ជាម្សាញ់ធាតុដីកើតនៅក្នុងឆ្នាំ1977ម្សាញ់ធាតុភ្លើងកើតនៅក្នុងឆ្នាំ1965ជាម្សាញ់ធាតុឈើកើតនៅក្នុងឆ្នាំ1953ជាម្សាញ់ធាតុទឹកអ្នកដែលកើតនៅក្នុងឆ្នាំ1941គឺជាម្សាញ់ធាតុមាសហើយអ្នកដែលកើតនៅក្នុងឆ្នាំ1929គឺជាម្សាញ់ធាតុដីនិងកើតនៅក្នុងឆ្នាំ1917គឺជាម្សាញ់ធាតុភ្លើងបន្តិចទៀតនេះពួកយើងនឹងបង្ហាញអំពីធាតុមួយក្នុងចំណោមធាតុទាំង5ដែលបញ្ជាក់យ៉ាងច្បាស់តាមរយៈតារាងបាជីរបស់លោកអ្នកនិងអត្ថន័យនៃធាតុនីមួយៗរបស់ម្សាញ់ដែលជាជោគជតារាសីរបស់លោកអ្នកនឹងផងដែរ
សូមធ្វើការពិនិត្យនៅលើតារាងប៉ាជីរបស់លោកអ្នកត្រង់ជួរឆ្នាំបាទជួរឆ្នាំរិស័យខាងលើបញ្ជាក់អំពីធាតុមួយក្នុងចំណោមធាតុទាំង5អញ្ចឹងរិស័យខាងលើនៃយានេះគឺ Gi Yin Water គឺបញ្ជាក់អំពីធាតុទឹកបាទអញ្ចឹងនៅខាងលើគឺធាតុទឹកដែលនាំមកដោយធម្មពលនៃរកាបាទហើយខាងក្រោមរិស័យខាងក្រោមនេះបញ្ជាក់អំពីម៉ាសាញ់បាទម៉ាសាញ់ហ្នឹងគឺមានធាតុភ្លើងបូកបាទធាតុភ្លើងបូកអញ្ចឹងយើងនៅតែសម្គាល់ធម្មសាញ់ហើយនឹងពូករិស័យខាងក្រោមនិងរិស័យខាងលើអញ្ចឹងយើងអានពីក្រោមឡើងទៅលើគឺម៉ាសាញ់ធាតុទឹកបាទអញ្ចឹងនៅក្នុងបទបង្ហាញនេះគឺយើងនិយាយអំពីអត្ថន័យមួយនៃម៉ាសាញ់ទាំងអស់ដែលបង្ហាញអំពីធាតុមួយក្នុងចំណោមធាតុទាំង5អញ្ចឹងពីខាងលើនេះនិយាយអំពីធាតុរបស់ម៉ាសាញ់ហើយនឹងអត្ថាធិប្បាយអត្ថន័យរបស់ឆ្នាំម្សាញ់និងធាតុនីមួយៗអញ្ចឹងម្សាញ់ធាតុឈើបាទធាតុឈើជាមនុស្សដែលមានសណ្ដាប់ធ្នាប់វាងវៃជាមនុស្សដែលដឹងនៅការប្រើប្រាស់នៅសិទ្ធិអំណាចរបស់ខ្លួនដឹងនៅការគ្រប់គ្រងរបៀបនៅក្នុងការដឹកនាំជាមនុស្សដែលពោពេញទៅដោយសតិបញ្ញានិងការអភិវឌ្ឍផ្សេងជាមនុស្សដែលមានភាពកតញ្ញូបាទជាមនុស្សដែលចិត្តល្អមានភាពល្បីល្បាញបាទនេះគឺជាលក្ខណៈរបស់ម្សាញ់បាទអញ្ចឹងម្សាញ់ធាតុឈើនេះគឺមានលក្ខណៈតម្រូវភាពល្បីល្បាញតម្រូវឬក៏ចូលចិត្តភាពស្រស់ស្អាតបាទតែធាតុឈើជាមនុស្សដែលមានភាពឆេវឆាវបន្តិចអញ្ចឹងលោកអ្នកនឹងគួរយកចិត្តទុកដាក់ចំពោះការតាំងចិត្តបាទព្រោះចិត្តរបស់យើងបញ្ជាកាយកាលណាយើងចិត្តយើងឆេវឆាវកាយយើងមិនស្រស់ស្អាតសុខភាពយើងក៏មិនល្អសេចក្តីប្រាថ្នាតាក់ទងក៏មិនសូវជារលូនបាទគ្មាននរណាសូវចូលចិត្តកំហឹងទេគ្រប់គ្នាបាទអញ្ចឹងបាននៅក្នុងបទនៃច្បាប់នៅក្នុងក្រុមហ៊ុនមួយគេតែងតែឲ្យមានតំណែងតំណងល្អជាមួយគ្នាគេមិននិយាយអំពីកំហឹងទេគេនិយាយថាឲ្យមានតំណែងតំណងល្អរវាងគ្នានឹងគ្នារវាងផ្នែកមួយទៅផ្នែកមួយបាទឥឡូវយើងចូលដល់ម៉ាសាញ់ធាតុភ្លើងបាទអញ្ចឹងម៉ាសាញ់ធាតុភ្លើងកាលណាយើងនិយាយអំពីធាតុភ្លើងគឺជាធាតុដែលផ្ដល់ភាពកក់ក្ដៅផ្ដល់សុវត្ថិភាពជាធាតុមួយដែលមានភាពឆាតឆាយហឺហាជាធាតុមួយដែលត្រូវការនៅគេឈ្មោះបំពេញនៅគេឈ្មោះសិទ្ធិអំណាចការដឹកនាំបាទសុភមង្គលបាទអញ្ចឹងមនុស្សម្សាញ់ធាតុភ្លើងគឺជាមនុស្សដែលមានសមត្ថភាពនៅក្នុងការបង្កើតរឿងទាំងអស់នោះហើយជាអ្នកដែលផ្ដល់ជាអ្នកដែលបង្កើតនៅភាពមានបានផ្នែកទ្រព្យសម្បត្តិគេឈ្មោះណាបង្ហាញអំពីតំណែងតំណងភាពកក់ក្ដៅការយល់ចិត្តនិងភាពឆ្លាតវៃជាពិសេសចូលចិត្តរឿងសប្បាយការតុបឬភ្លេងបាទការតុបបាទអញ្ចឹងយើងមើលមួយទៀតគឺម្សាញ់ធាតុដីបាទធាតុដីគឺតំណាងឲ្យភាពម៉ឺងម៉ាត់ម៉ត់ចត់តំណាងឲ្យភាពសុចរិតភាពណាឧស្សាហ៍ព្យាយាមគ្រប់គ្រងបាទការងារគ្រប់បង្កើតនៅភាពច្បាស់លាស់ហើយបង្កើតនៅអចលនទ្រព្យបង្កើតនៅលំហូរសាច់ប្រាក់តាមរយៈចំណេះជំនាញនិងបទពិសោធន៍របស់ខ្លួនឯងដែលដឹកនាំមនុស្សជាក្រុមដែលស្ថិតនៅក្នុងក្រោមរបៀបវិរៈត្រឹមត្រូវអញ្ចឹងយើងមើលម្សាញ់ធាតុមាសវិញម្ដងម្សាញ់ធាតុមាសគឺជាមនុស្សដែលចូលចិត្តណាភាពជាអ្នកដឹកនាំឲ្យគេកោតសរសើរឲ្យគេលើកតម្កើងជាមនុស្សដែលមានសមត្ថភាពនៅក្នុងការបង្កើតបណ្ដាញបង្កើតលំហូរលុយចេញអំពីសមត្ថភាពនៅក្នុងការដឹកនាំក្រុមបាទតាំងចិត្តក្លាហានសម្រាប់ចិត្តមុខមុតមានទំនុកចិត្តភាពជាអ្នកដឹកនាំល្អបាទអញ្ចឹងមនុស្សផ្សេងគ្នាមានអត្តចរិតផ្សេងគ្នារបៀបនៅក្នុងការរលុយនិងភាពជោគជ័យក៏ផ្សេងគ្នាដែរអញ្ចឹងមនុស្សធាតុមាសគឺបែបនេះឯងបដោតទៅលើភាពរឿងខុសនឹងត្រូវជាចម្បងគឺអារម្មណ៍ពួកគាត់បែបនេះបាទចាំបើកាលណាយើងតំណាក់តំណងជាមួយនឹងមនុស្សយើងត្រូវដឹងអំពីធាតុមនុស្សត្រូវគ្នាជាមួយនឹងធាតុត្រូវគ្នាដោយសារតែធាតុបាទអញ្ចឹងខ្មែរយើងតែងតែនិយាយតាំងតែពីអើយមកថាវាត្រូវគ្នាពីរអ្នកនេះត្រូវគ្នាណាមានធាតុត្រូវគ្នាឬត្រូវគ្នាត្រូវធាតុគ្នាអញ្ចឹង
មនុស្សទាំងអស់នោះគឺថាត្រូវគ្នាដោយសារធាតុឥឡូវយើងមើលធាតុទឹកវិញម្ដងបើនិយាយអំពីធាតុទឹកយើងផ្ដោតអំពីភាពបត់បែនរលូនសតិបញ្ញាអឺបង្ហាញអំពីតំណែងតំណងណាភាពចុះសម្រុងគ្រប់ស្ថានភាពបើយើងនិយាយអំពីកត្តានៃធម្មជាតិនៃទឹកវិញទាំងអស់គ្នាទឹកទោះបីជាដាក់នៅតាណាគឺមានសភាពស្រក់ចុះទៅខាងក្រោមហើយបត់បែនគ្រប់ទាំងអស់អញ្ចឹងមិនថាលក្ខណៈណាទូចង្អៀតមិនមានថាទឹកមិនអាចស្រក់ទៅដល់នោះទេឲ្យតែមានទឹកបាទអញ្ចឹងមានន័យថាមនុស្សដែលកើតនៅក្នុងឆ្នាំម្សាញ់ហើយធាតុទឹកជាមនុស្សដែលមានភាពបត់បែនរស់រវើកសម្របខ្លួនគ្រប់កលៈទេសៈមិនថាលំបាកមិនថាមានភាពងាយស្រួលអញ្ចឹងពួកគាត់ជាមនុស្សដែលងាយនៅក្នុងការបង្កើតទីផ្សារបង្កើតលំហូរលុយបង្កើតតំណែងតំណងអតិថិជនណាជាមនុស្សដែលមានគំនិតច្នៃប្រឌិតខ្ពស់បាទគំនិតច្នៃប្រឌិតហ្នឹងគឺថាអាភាពច្នៃប្រឌិតហ្នឹងហើយដែលបង្កើតទៅជាអាជីវកម្មបង្កើតជាផ្សារបង្កើតនៅតំណែងតំណងបំពេញតម្រូវការអតិថិជនហ្នឹងហើយដែលបង្កើតនៅប្រាក់ចំណូលហ្នឹងដ៏មហាសាលបាទពីព្រោះថានៅលើពិភពលោកយើងហ្នឹងគេបង្កើតសម្ភារៈឧបករណ៍អ្វីផ្សេងនេះសិតតែតម្រូវឲ្យតម្រូវការរបស់ជីវិតរស់នៅប្រចាំថ្ងៃរបស់មនុស្សទូទាំងសកលលោកហើយតាអញ្ចឹងនៅពេលដែលម្សាញ់នេះមានគំនិតនៅក្នុងការបង្កើតទាំងអស់ហ្នឹងស្មើនឹងមានគំនិតបង្កើតអាជីវកម្មមានការលក់ទទួលលំហូរសាច់ប្រាក់ស្មើនឹងភាពជោគជ័យឯករាជ្យភាពផ្នែកហិរញ្ញវត្ថុបាទហើយចំណុចខ្លះហ្នឹងរបស់ម្សាញ់ធាតុទឹកហ្នឹងគឺថាពួកគាត់ហ្នឹងជាមនុស្សដែលមានមនោសញ្ចេតនាច្រើនព្រោះធាតុទឹកហ្នឹងគេថាប្រើមនោសញ្ចេតនាច្រើនបាទប្រើមនុស្សក៏ដឹងថាមនុស្សហ្នឹងខ្ជិលមនុស្សហ្នឹងរកិច្ចឬហើយក៏នៅតែយកចិត្តទុកដាក់មិនសូវជាតន់ហ៊ានប្រើផ្លូវច្បាប់អនុវត្តឲ្យភ្លាមទេសម្របសម្រួលដឹកនាំបងចេះមួយចេះពីរអូនណាចេះឃើញទេអញ្ចឹងអ្នកនោះវាមិនយល់ពីរឿងទឹកចិត្តព្រមវិហិធរឬក៏មិនយល់អំពីមនោសញ្ចេតនាទេគេថាមនុស្សនេះមិនហ៊ាននឹងអញទេឃើញទេអញ្ចឹងដោយសារចំណុចទាំងអស់ហ្នឹងធ្វើឲ្យម្សាញ់ហ្នឹងធាតុទឹកហ្នឹងក៏វាមានផលវិបាកគុណវិបត្តិខ្លះដែរណាអញ្ចឹងនៅពេលដែលយើងយល់អំពីចំណុចខ្លាំងចំណុចខ្សោយរបស់ខ្លួនឯងយើងកែតម្រូវសម្របខ្លួនទៅតាមកលៈទេសៈទៅតាមបុគ្គលទៅតាមមនុស្សទៅតាមស្ថានភាពទៅតាមក្រុមមនុស្សហ្នឹងទៅនឹងជោគជ័យទៅតាមធាតុនីមួយៗដែលជាធាតុម្សាញ់នៅក្នុងចំណោមធាតុទាំង5ដែលលោកអ្នកមានប្រកបនៅក្នុងធាតុមួយនោះហើយបាទជួបគ្នានៅក្នុងបទបង្ហាញបន្ថែមស្ដីអំពីតារាសាស្ត្រល្អនិងតារាសាស្ត្រដែលលោកអ្នកគូប្រុងប្រយ័ត្នបន្ថែមដើម្បីឲ្យកត្តាធំទាំង6ដែលបានព្យាករណ៍នៅក្នុងនីតិខាងដើមទទួលបានភាពជោគជ័យនិងរក្សានៅកិច្ចអភិវឌ្ឍសក្តានុពលរបស់ខ្លួនដដែលនេះគឺជាការព្យាករណ៍ជោគជតារាសីមនុស្សប្រុសស្រីដែលកើតនៅក្នុងឆ្នាំម្សាញ់ដែលយោងទៅតាមបទបង្ហាញនៅក្នុងតារាងប៉ាជឿដែលលោកអ្នកនឹងកើតនៅក្នុងឆ្នាំម្សាញ់ហើយខែម្សាញ់ចូលមកដល់យើងឃើញថាអ្វីដែលគួរកត់សម្គាល់គឺមានលក្ខណៈធម្មពលឈីគឺស្ទួនគ្នាស្ថិតនៅក្នុងដូចគ្នាជាមួយនឹងឆ្នាំហើយនឹងខែបាទអញ្ចឹងធម្មពលទាំង3នោះគឺជាធម្មពលនៃធាតុភ្លើងបាទធម្មពលនៃធាតុដីនិងធម្មពលនៃធាតុមាសបាទសំណួរសួរថាតើលោកអ្នកនឹងត្រូវការធាតុទាំង3នោះដែរឬទេបាទបើសិនជាលោកអ្នករាសីខ្លាំងត្រូវការធម្មពលធាតុទាំង3នោះមិនថាមនុស្សដែលកើតនៅក្នុងឆ្នាំម្សាញ់ទេគ្រប់ឆ្នាំទាំង12សិតតែមានសំណាងដូចគ្នានៅពេលដែលធម្មពលនោះចូលមកដល់ស្ថិតនៅក្នុងខែឧសភាដែលជាខែម្សាញ់ស្ថិតនៅក្នុងខែ5នេះបាទអញ្ចឹងយើងឃើញថាតកតងទៅនឹងធាតុភ្លើងគឺបង្ហាញអំពីពាក់ព័ន្ធទៅនឹងការប្រើប្រាស់នៅបច្ចេកវិទ្យាការប្រើប្រាស់នៅហិរញ្ញវត្ថុការដឹកនាំតាមបែបបច្ចេកវិទ្យាទំនើបបាទហើយតកតងទៅនឹងធាតុដីពាក់ព័ន្ធទៅនឹងការផ្សព្វផ្សាយការលក់ការនិយាយតាក់ទាញអតិថិជនបង្កើតទីផ្សារនៅក្នុងទីសាធារណៈឬក៏នៅលើបណ្ដាញសង្គមផ្សេងហើយធាតុមាសបង្ហាញអំពីការគ្រប់គ្រងនៅហិរញ្ញវត្ថុល្អប្រសើរបង្ហាញអំពីចំណូលសាច់ប្រាក់ល្អប្រសើរនៅពេលដែលលោកអ្នកដឹកនាំដោយផ្ទាល់ហើយក៏បង្ហាញអំពីទំនាក់ទំនងនៅក្នុងការបង្កើតវិវឌ្ឍនភាពដើម្បីកិច្ចការងារពីអាក្រក់
ទៅល្អឲ្យលោកអ្នកនឹងទទួលបាននៅការអភិវឌ្ឍល្អប្រសើរបាទអញ្ចឹងនៅក្នុងនោះផងដែរគឺក៏មួយសាញ់នេះគឺទទួលបាននៅការព្យាករណ៍នៅនាទីខាងដើមល្អប្រសើរហើយដូច្នេះនឹងមានផ្កាយបន្ថែមដើម្បីឲ្យជួយទៅល្អនៅក្នុងជោគជតារិស័យមនុស្សប្រុសស្រីដែលកើតនៅក្នុងឆ្នាំមួយសាញ់គឺទទួលបានផ្កាយតារាសាស្ត្រដែលមានឈ្មោះថា Dark Arrival Relief God ឬក៏ Heavenly Relief ឬក៏ Golden Carriage បាទអញ្ចឹងយើងឃើញថា Relief God នេះទាំងអស់គ្នានៅពេលដែលលោកអ្នកមានឧបសគ្គមានបញ្ហាគឺតែងតែមានឱកាសមានមនុស្សមកជួយមិនថាជួយខាងក្រោមជួយកណ្ដាលជួយលើមានន័យថាដូចម្ដេចឧទាហរណ៍ថាប្រសិនបើលោកអ្នកជួយខាងក្រោមមានន័យថាបុគ្គលិកនយោជិកកម្មករឬក៏អ្នកដែលធ្វើការដោយកម្លាំងបញ្ញាក្តីកម្លាំងពលកម្មបញ្ញាក្តីគឺជួយលោកអ្នកនេះគឺជួយខាងក្រោមបាទជួយកណ្ដាលមានន័យថាបុគ្គលិកលោកអ្នកនៅក្នុង office បាទអញ្ចឹងយើងឧទាហរណ៍ពីអាជីវកម្មពាណិជ្ជកម្មមួយទៅហើយផុតពីហ្នឹងលោកអ្នកវិភាគដោយខ្លួនឯងណាទៅលើកិច្ចការងារទាំងអស់ហ្នឹងអញ្ចឹងនេះក៏ហៅជួយកណ្ដាលនេះគឺមនុស្សដែលមានឯកទេសទៅតាមផ្នែកមួយនោះឯងបាទអញ្ចឹងឧទាហរណ៍ថាផ្នែក finance ផ្នែកទីផ្សារលក់ខាងផ្នែក IT បាទផ្នែកផលិតសិតតាជាអ្នកដែលជួយនៅផ្នែកកណ្ដាលហើយជួយនៅផ្នែកខាងលើរបស់លោកអ្នកហ្នឹងគឺធនាគារអ្នកជួយផ្គត់ផ្គង់លុយឬក៏ជាអតិថិជនបាទឬក៏ជាអ្នកដែលផ្គត់ផ្គង់សម្ភារៈវត្ថុឬក៏រដ្ឋាភិបាលអីផ្សេងនេះសិតជាអ្នកជួយលោកអ្នកនៅផ្នែកខាងលើនឹងឯងហើយផ្នែកខាងលើថែមទៀតគឺថាភាគហ៊ុនរបស់លោកអ្នកដែលចូលរួមសហភាគហ៊ុនហ្នឹងឬក៏ជាគ្រួសារសាច់ញាតិរបស់លោកអ្នកតែម្ដងបាទនេះគឺជាការជួយដោយឥទ្ធិពលរបស់ផ្កាយឈ្មោះថា Relief God បាទអញ្ចឹងយើងឃើញថាយើងមិនភ្លេចអំពីអ្វីដែលបទបង្ហាញនៅទីខាងដើមដែលមួយសាញ់ទទួលបាននៅភាគរយល្អជាច្រើនចំណុចធំក្នុងកត្តាធំទាំង6អាស្រ័យទៅនឹងផ្កាយមួយឈ្មោះថា Golden Carriage នេះ Golden Carriage គឺបង្ហាញអំពីការកើនឡើងនៃប្រាក់ចំណូលល្អប្រសើរបាទកើនឡើងរាល់ថ្ងៃនៅក្នុងខែនោះខែ5នោះហើយកាយនេះគឺជួយបង្កើតឱកាសអាជីវកម្មបង្កើតឱកាសទ្រព្យសម្បត្តិគ្រប់រូបភាពស័ក្តិសមទៅនឹងសមត្ថភាពស័ក្តិសមទៅនឹងបទពិសោធន៍ស័ក្តិសមទៅនឹងជំនាញឬក៏ជាអ្វីដែលលោកអ្នកកំពុងតែប្រតិបត្តិរាល់ថ្ងៃនោះបាទនេះគឺជាសកម្មភាពដែលពាក់ព័ន្ធទៅនឹងតារាសាស្ត្រដែលបានជួយជាមួយនឹងជោគជតារិស័យមនុស្សប្រុសស្រីដែលកើតនៅក្នុងឆ្នាំម្សាញ់ហើយមានខែម្សាញ់នឹងចូលមកដល់ឥឡូវយើងក៏លេចមើលផ្កាយធំវិជ្ជមានបន្ថែមទៀតតាក់ទងទៅនឹង Heavenly Relief នេះគឺផ្កាយតំណាងឲ្យឥទ្ធិពលដែលនាំមកនៅប្រយោជន៍នាំមកនៅការគ្រប់គ្រងវិជ្ជមានដែលមានគុណតម្លៃពិសេសនៅក្នុងគ្រាដែលលំបាកមានន័យថានៅពេលដែលលោកអ្នកជួបឧបសគ្គមានបញ្ហាលើរូបភាពណាមួយជាផ្នែកហិរញ្ញវត្ថុជាកម្លាំងជាបច្ចេកទេសបាទជាជំនាញអីគឺថាមានមនុស្សមកជួយយើងនោះផ្កាយនេះគឺជាលក្ខណៈពិសេសរបស់ម្សាញ់ដែលទទួលបានស្ថិតនៅក្នុងខែ5ដែលពួកគេទទួលបានសំណាងល្អបង្ហាញអំពីជំនួយដែលផ្ដល់ជំនួយចេញអំពីគ្រប់រូបភាពដែលពាក់ព័ន្ធទៅនឹងអ្វីដែលពួកគេកំពុងតែមាននៅក្នុងផ្កាយដែលលោកអ្នកគួរយល់ដឹងតាក់ទងទៅនឹង Dark Arrival នេះគឺបញ្ជាក់អំពីទំនាក់ទំនងបន្ថែមបាទពាក់ព័ន្ធទៅនឹងការរំពឹងទុកស្ដីអំពីដំណើរជីវិតរួមបញ្ចូលមានកិច្ចការងារល្អពាក់ព័ន្ធទៅនឹងអាជីវកម្មសុខភាពហើយនឹងទំនាក់ទំនងដូច្នេះនៅក្នុងខែ5នេះគឺជោគជតារិស័យម្សាញ់គួរគប្បីរៀននៅជំនាញ4ធំបន្ថែមទី1ជំនាញគ្រប់គ្រងបណ្ដាញនិងដឹកនាំបាទទី2គឺជំនាញនៅក្នុងការធ្វើទីផ្សារការផ្សព្វផ្សាយនៅលើប្រព័ន្ធអ៊ីនធឺណិតអនឡាញទី3គឺជំនាញនៅក្នុងការទំនាក់ទំនងក៏ដូចជាការគ្រប់គ្រងហិរញ្ញវត្ថុបាទនិងទី4គឺជំនាញនៅក្នុងការផលិតបាទចំពោះកិច្ចការងារផ្សេងដែលពាក់ព័ន្ធទៅនឹងការអភិវឌ្ឍដូចគ្នាគឺថានៅក្នុងរាសីម្សាញ់គឺមានការអភិវឌ្ឍនៅខាងក្រៅសង្គមខាងក្រៅគឺច្រើនមានភាពលេចធ្លោល្បីល្បាញទទួលស្គាល់ណាមានការបង្កើតនិងការអភិវឌ្ឍនៅទំនាក់ទំនងល្អប្រសើរតាមរយៈប្រព័ន្ធអ៊ីនធឺណិត
នៅក្នុងអ្វីដែលលោកអ្នកត្រូវធ្វើការ data transfer ពីមួយទៅមួយនៅក្នុងការគ្រប់គ្រង system បែប cloud ដូច្នេះអ្វីដែលជាអតិពលអ្វីដែលជាការអភិវឌ្ឍគឺផ្ដោតទៅលើបច្ចេកវិទ្យាជាចម្បងសម្រាប់ម្សាញ់ស្ថិតនៅក្នុងខែ5នេះនៅក្នុងនោះផងដែរនៅនេតិខាងក្រោយពួកយើងនឹងបង្ហាញអំពីលក្ខណៈពិសេសស្ដីអំពីធម្មពលតារាសាស្ត្រអវិជ្ជមានមួយចំនួនដែលលោកអ្នកគួរប្រុងប្រយ័ត្នដើម្បីរក្សានៅភាពមានបានរក្សានៅទ្រព្យសម្បត្តិសុខភាពការដឹកនាំទូនីតិឋានៈដែលជាអតិពលអំពីផ្កាយអវិជ្ជមានទាំងអស់នេះធ្វើឲ្យលោកអ្នកនឹងគឺពិបាកនៅក្នុងការដឹកនាំសម្រាប់ចិត្តនៅពេលដែលលោកអ្នកមិនបានត្រៀមលក្ខណៈទុកជាមុនដូច្នេះធម្មពលផ្កាយអវិជ្ជមានទាំងអស់នោះនឹងធ្វើការបកស្រាយនៅចុងនៃវីដេអូខាងក្រោយបាទដែលមានផ្កាយ Grand Dark Sword Age Hidden Corp Black Poking Instability Blood Knight ឬក៏ Earth Killing ទាំងអស់នេះសិតតែជាផ្កាយអវិជ្ជមានដែលជាអតិពលទៅដល់រាសីម្សាញ់របស់លោកអ្នកជួបគ្នានៅនាទីខាងក្រោយបន្តិចទៀតនេះល្អអាក្រក់គឺជាគូនឹងគ្នាការអភិវឌ្ឍក៏មានឧបសគ្គផ្សេងដែលបណ្ដាលឲ្យលោកអ្នកហ្នឹងមានភាពរអាក់រអួលនៅក្នុងការអភិវឌ្ឍទៅលើគ្រប់ដំណើរវិស័យទាំងអស់ដូច្នេះហើយទិសឆុងក៏ជាអតិពលព្រមទាំងផ្កាយអវិជ្ជមានក៏ជាអតិពលទៅដល់ដំណើរនៃការអភិវឌ្ឍជោគវាសនានៅក្នុងដំណើរជីវិតរបស់លោកអ្នកដូច្នេះនៅក្នុងខែឧសភាឬខែ5នេះលោកអ្នកគួរប្រុងប្រយ័ត្នចំពោះបណ្ដាទិសឆុងធំទាំង3នេះរួមមានទាំងឆ្នាំទាំង12នៅក្នុងនោះក៏មានឆ្នាំអាសាញ់ផងដែរអញ្ចឹងទិសឆុងទាំង3នោះគឺមានទិសខាលទិសថោះនិងទិសរោងនេះផងដែរជួបគ្នានៅក្នុងបទបង្ហាញស្ដីអំពីវិធីបង្ការនិងអត្ថន័យយ៉ាងពិសេសស្ដីអំពីវិធីសាស្ត្រនិងយុទ្ធសាស្ត្រនៅក្នុងការព្រៀងដើម្បីដោះស្រាយបញ្ហាប្រឈមទាំងអស់នោះក្នុងពេលបន្តិចទៀតនេះគឺជាការព្យាករណ៍ជោគជតារិស័យមនុស្សប្រុសស្រីដែលកើតនៅក្នុងឆ្នាំអាសាញ់ហើយយើងផ្ដោតបន្ថែមស្ដីអំពីអតិពលរបស់ទិសឆុងប្រចាំខែ5បាទដែលខែ5នោះគឺមានទិសឆុងចំនួន3បាទទិសឆុងនេះកើតឡើងស្ថិតនៅក្នុងទិសខាលមួយទិសថោះមួយនិងទិសរោងមួយអញ្ចឹងទិសខាលគឺទទួលអតិពលអំពីធម្មពលនៃធាតុឈើបូកចន្លោះដឺក្រេ 52.6 រហូតដល់67.5 បាទហើយទិសថោះស្ថិតនៅក្នុងទិសខាងកើតគឺចន្លោះដឺក្រេពី82.6 រហូតដល់97.5ទទួលអតិពលអំពីធម្មពលធាតុឈើដកបាទហើយនៅទិសរោងស្ថិតនៅក្នុងទិសខាងត្បូងខាងកើតមានធម្មពលនៃដីបូកក្នុងចន្លោះដឺក្រេ 112.6 រហូតដល់ 127.5 បាទចឹងទិសនីមួយនេះគឺវាមានស្រាប់វាមិនមែនកើតឡើងតែឯងនៅពេលដែលយើងនឹងទៅបង្កើតវាទេណាវាមានស្រេចស្រាប់ស្ថិតនៅក្នុងធម្មជាតិហ្នឹងដែលជារវល់ជុំជាធម្មពលដែលលាយលោកឡំជាមួយនឹងធម្មពលល្អអញ្ចឹងនៅពេលដែលយើងធ្វើឲ្យវាកម្រើកវានឹងប្រស្រ័យតាក់ទងជាមួយនឹងលោកអ្នកនឹងតែម្ដងពីព្រោះតែលោកអ្នកនឹងកំពុងតែប្រស្រ័យរៀងរាល់ថ្ងៃគ្រាន់តែវាមិនមានរំញោចខ្លាំងទៅលើធម្មពលអវិជ្ជមានហ្នឹងបាទអញ្ចឹងយើងឃើញថាអវិជ្ជមាននឹងកើតឡើងនៅពេលដែលមានសម្លេងរំញ័រណារំញ័រវាគឺជារូបធាតុដែលស្ថិតនៅក្នុងអវ័យដែលភ្នែកយើងមើលមិនឃើញហើយធម្មពលទាំងអស់នោះវាមានអតិពលទៅដល់ចិត្តវិចារណញ្ញាណរបស់លោកអ្នកដើម្បីបញ្ជានៅរាងកាយរបស់លោកអ្នកនៅក្នុងសកម្មភាពផ្សេងដូច្នេះវាកើតឡើងនៅពេលដែលលោកអ្នកនឹងស្វាងដំរំញ័រជីកបុកគ្រឹះប្រើម៉ាស៊ីនគ្រឿងจักរគ្រឿងយន្តឬក៏នៅក្នុងស្ថានភាពជួសជុលការសាងសង់អីជាដើមបាទអញ្ចឹងយើងឃើញថានៅពេលដែលកើតនៅក្នុងទិសខាលយើងហៅថារបរីសាឬក៏ជាធម្មពលដែលធ្វើឲ្យបាត់បង់ទ្រព្យសម្បត្តិដោយសារការចោលលួចចោលប្លន់ឬក៏បាត់បង់ជាយថាហេតុឬក៏លិចលួចធ្លាយអីជាដើមធ្វើឲ្យបាត់បង់ទ្រព្យសម្បត្តិដែលធ្វើទាំងអស់នោះហើយធ្វើឲ្យមានផលលំបាកនៅផ្នែកហិរញ្ញវត្ថុដែលការចំណាយលើសពីការរំពឹងទុកការវិនិយោគខាតបង់គឺខាតបង់ដោយសារអីគឺថាដោយសារចុះឯងសកម្មភាពការចេញពីសកម្មភាពរបស់មនុស្សនឹងឯងបាទអញ្ចឹងយើងឃើញថាសម្រាប់ទិសថោះនេះក៏ដូចគ្នាវាពាក់ព័ន្ធទៅនឹងគេហៅថា
ទិសដែលនាំមកនៅអន្តរាយផ្សេងណាកាឡាមេធីសាអញ្ចឹងតកតងទៅនឹងអ្វីដែលពាក់ព័ន្ធទៅនឹងកាឡាមេធីនេះគឺពាក់ព័ន្ធទៅនឹងការបាត់បង់នៅគេឈ្មោះបាត់បង់ខូចខាតអាជីពទ្រព្យសម្បត្តិខូចឈ្មោះអាជីវកម្មតំណែងផ្ទាល់ខ្លួនឋានៈបនស័ក្តិទូនាទីនៅក្នុងសង្គមឬក្នុងស្ថាប័នរបស់លោកអ្នកបាទចឹងបញ្ហាទាំងអស់នោះគឺតកតងនៅរឿងសុខភាពនោះផងដែរចឹងសុខភាពតកតងទៅនឹងទិសរោងបាទទិសរោងនេះគឺបាត់បង់នៅសុខភាពជំងឺតម្កាត់ផ្នែករាងកាយប៉ះពាល់ទៅលើរាងកាយរោគរបួសគ្រោះថ្នាក់ឬក៏ពាក់ព័ន្ធទៅនឹងសុខភាពទូទៅនឹងផងដែរបាទហើយសូមបញ្ជាក់ថាវាជារូបធាតុអញ្ចឹងមិនមែនផ្ដោតទៅលើតែរិស័យឆ្នាំអាសញ្ញស្ថិតនៅក្នុងខែឧសភានោះទេបណ្ដាឆ្នាំផ្សេងទៀតមានឆ្នាំទាំង12ដែលមានឆ្នាំជូតឆ្លៅខាលថោះរោងម្សាញ់មមីមមែវងការចរដង្កល់ហ្នឹងក៏ត្រូវប្រុងប្រយ័ត្នចំពោះធម្មពលអវិជ្ជមាននៃទិសដែលស្ថិតនៅក្នុងទិសទាំង3នេះប្រចាំខែឧសភានោះដែរបាទអញ្ចឹងទិសនេះនៅពេលដែលចូលដល់ខែមិថុនាឬខែ6វានឹងវិលទៅទិសផ្សេងទៀតវាមិនមែនប្រកាសអញ្ចឹងរហូតទេបាទអញ្ចឹងគ្រាន់តែបញ្ជាក់ឲ្យ fan ថ្មីនេះបានស្ដាប់យល់ថានៅក្នុងខែ5នេះគឺមានដែនកំណត់ចំនួន3ទិសហ្នឹងដែលលោកអ្នកគួរប្រុងប្រយ័ត្នចំពោះទីឆុងប្រចាំខែបាទអញ្ចឹងយើងឃើញថាបន្តិចទៀតនេះពួកយើងនឹងបង្ហាញព័ត៌មានរសើបមួយចំនួនទៀតតាក់ទងទៅនឹងរិស័យម្សាញ់របស់លោកអ្នកដែលនឹងទទួលឥទ្ធិពលផ្កាយអវិជ្ជមានដែលធ្វើឲ្យប៉ះពាល់ទៅដល់ទ្រព្យសម្បត្តិអាជីវកម្មសុខភាពតំណែងគូជីវិតស្វាមីភរិយាគ្រួសារមិត្តភ័ក្តិរបស់លោកអ្នកតាក់ទងនឹងសិទ្ធិអំណាចកេរ្តិ៍ឈ្មោះទ្រព្យសម្បត្តិអីជាដើមដើម្បីឲ្យលោកអ្នកនឹងប្រុងប្រយ័ត្នបង្ការជាមុននៅវិធីសាស្ត្រផ្សេងមានចំណាត់ការនៅពេលដែលបញ្ហានោះប្រឈមមកដល់លោកអ្នកនឹងមានវិធីសាស្ត្រនិងការដោះស្រាយនឹងល្អប្រសើរសម្រាប់ជីវិតរបស់លោកអ្នកជួបគ្នាបន្តិចទៀតនេះគឺជាការព្យាករណ៍ជោគជតារាសីរបស់លោកអ្នកដែលកើតនៅក្នុងឆ្នាំម្សាញ់ប្រចាំខែ5ឬក៏ខែឧសភាឆ្នាំ2025ទាំងអស់នេះគឺជាការព្យាករណ៍បំពេញបន្ថែមនៅធម្មពលអវិជ្ជមានទាំងឡាយដែលកើតចេញអំពីផ្កាយទាំងអស់នេះធ្វើឲ្យលោកអ្នកមានសេចក្តីប្រុងប្រយ័ត្នរៀបចំនៅយុទ្ធសាស្ត្រផែនការងារឬក៏វិធីជំនួសផ្សេងដើម្បីដោះស្រាយបញ្ហានៅក្នុងជោគជតារាសីម្សាញ់របស់លោកអ្នកជាអាចមានបណ្ដាផ្កាយទាំងអស់នេះឧទាហរណ៍ថាដូច stability instability នេះគឺជាផ្កាយអវិជ្ជមានដែលបង្ហាញអំពីចំណុចនៃការឡើងចុះនៅចរន្តមិនប្រក្រតីស្ដីអំពីអស្ថិរភាពនៃដំណើរការនៅក្នុងជីវិតរបស់លោកអ្នកឬក៏ដំណើរការអាជីវកម្មរបស់លោកអ្នកណាខាតច្រើនចំណេញតិចអីចឹងទៅឡើងចុះសឹងតែរាល់ថ្ងៃបាទចឹងពាក់ព័ន្ធទៅនឹងផ្នែកហិរញ្ញវត្ថុក៏ដូចជាបញ្ហាសុខភាពនិងតំណែងគឺមិនសូវល្អស្ថិតនៅក្នុងអ្វីដែលមានឥទ្ធិពលវត្តមាននៃផ្កាយ instability នេះហើយផ្កាយដែលឈ្មោះថា blood night គឺបង្ហាញអំពីការរងរបួសគ្រោះថ្នាក់ការហូរឈាមប៉ះពាល់រាល់ការធ្វើដំណើរជិតឆ្ងាយដោយសារនៅស្ថិតនៅក្នុងខែម្សាញ់និងឆ្នាំម្សាញ់គឺធាតុភ្លើងខ្លាំងនៅពេលដែលធាតុភ្លើងខ្លាំងគឺធាតុទឹកនឹងហូតឡើងឬក៏មានបញ្ហាពាក់ព័ន្ធទៅនឹងធាតុទឹកក្របសង្កត់ឬក៏ធ្វើឲ្យធាតុទឹកនឹងមិនល្អប្រសើរធាតុទឹកតំណាងឲ្យការធ្វើដំណើរសតិបញ្ញាចរាចរណ៍នៅលើដងផ្លូវអញ្ចឹងអាសាមានបញ្ហានៅលើផ្លូវដែលមានសភាពកាច់កែងសភាពត្រីកោណបាទស្ថានភាពដែលអ៊ូអរខ្លាំងបាទឬក៏ជាស្ថានភាពស្ថិតនៅក្នុងផ្លូវលបឿនលឿនឬក៏ការបើកបរលឿនហួសកម្រិតនេះគឺជាអ្វីដែលពាក់ព័ន្ធនឹងblood night គឺបង្ហាញស្ថិតនៅក្នុងខែ5សម្រាប់ជោគជតារាសីម្សាញ់និងព្រមទាំងឆ្នាំទាំង12ក៏ទទួលឥទ្ធិពលអំពីផ្កាយនោះផងដែរអញ្ចឹងយើងមើលតាក់ទងនឹងផ្កាយមួយទៀតឈ្មោះថា SWOT Age នេះក៏ដូចគ្នាដែរផ្កាយនេះគឺថាបង្ហាញអំពីភាពចង់បានភាពត្រេកត្រអាលខ្លាំងឈ្លានពានអះអាងណាពាក់ព័ន្ធតែរឿងផ្លូវច្បាប់សកម្មភាពហិង្សាភាពមិនអត់ធ្មត់ប្រតិកម្មខ្លាំងអីជាដើមហ្នឹងគឺធ្វើឲ្យលោកអ្នកហ្នឹងគឺយកចិត្តទុកដាក់បាទចំពោះម្សាញ់បាទម្សាញ់ហ្នឹងគឺធាតុភ្លើងផងគឺថាឆាវតែម្ដងបាទអញ្ចឹងលោកអ្នកហ្នឹងគឺយកចិត្តទុកដាក់អំពីសតិនៅក្នុងការគ្រប់គ្រងចិត្តរបស់លោកអ្នកហ្នឹងឲ្យបានល្អប្រសើរស្ថិតនៅក្នុងខែ5ឥឡូវបង្ហាញអំពីផលអវិជ្ជមានមួយចំនួនទៀតដែលតាក់ទងទៅនឹងកាយឈ្មោះថា SWOT Age នេះសម្រាប់ម្សាញ់
ហើយនឹងសម្រាប់ឆ្នាំទូទៅក៏ដូចគ្នាពីព្រោះថាអតិពលរបស់ខែម្សាញ់មិនមែនតែម្សាញ់ដែលទទួលនោះទេគឺឆ្នាំទាំង12ក៏ទទួលដូចគ្នានោះដែរអញ្ចឹងផ្កាយនេះគឺបង្ហាញអំពីការប្រកួតប្រជែងនៅក្នុងវិស័យផ្សេងៗនៅក្នុងដំណើរជីវិតហើយអាចនាំមកនូវភាពតានតឹងថប់អារម្មណ៍ភ័យខ្លាចខកខានតណ្ហានៅក្នុងការទទួលយកនៅហានិភ័យផ្សេងគឺมันអាចគ្រប់គ្រងចិត្តខ្លួនឯងនឹងបានល្អស្ថិតនៅក្នុងខែ5ហ្នឹងអញ្ចឹងលោកអ្នកគួរយកចិត្តទុកដាក់ចំពោះអ្វីដែលពាក់ព័ន្ធទៅនឹងផ្កាយអវិជ្ជមានទាំងអស់នោះដែលជះឥទ្ធិពលបាទជះឥទ្ធិពលទៅដល់ដំណើរជីវិតលៀបសការៈទៅដល់គេឈ្មោះទៅដល់ដំណើរនៃការអាជីវកម្មបញ្ហាសុខភាពជីវិតរស់នៅប្រចាំថ្ងៃរបស់លោកអ្នកហ្នឹងផងដែរពាក់ព័ន្ធទៅនឹងផ្កាយឈ្មោះថា Earth Scaling នេះលោកអ្នកត្រូវដឹងថាផ្កាយនេះគឺវាដូចជាផ្កាយមួយឈ្មោះ 7K ដូចគ្នាណា 7K Link នឹងដូចគ្នាចឹងផ្កាយហ្នឹងគឺពាក់ព័ន្ធទៅនឹងការបាត់បង់លួចប្លន់នៅទ្រព្យសម្បត្តិបាទពាក់ព័ន្ធទាំងរឿងអត់ប្រយោជន៍ច្រើនពាក់ព័ន្ធនឹងស្ថានភាពមិនល្អពាក់ព័ន្ធជាមួយនឹងអត្តចរិតចង្អេងចងាងហិង្សាបន្ទុះសារាយប្រឈមនឹងហានិភ័យឬក៏បញ្ហាផ្សេងដែលពាក់ព័ន្ធទៅនឹងរឿងដែលមិនសូវល្អជាមួយនៅក្នុងអ្វីដែលម្សាញ់បាននាំចូលនៅក្នុងខែ5ឬខែឧសភាក៏ដូចជាជោគជតារាសីមនុស្សប្រុសស្រីដែលកើតនៅក្នុងឆ្នាំម្សាញ់ផងដែរសរុបសេចក្តីមកគឺបណ្ដាផ្កាយទាំងអស់នេះ1 2 3 4 5 6 7បាទគឺមាន Grenda មាន SWOT 8 Hidden Cop ណា Back Poking Instability Bloodline និង Earth Scaling ទាំងអស់នេះជាធម្មពលផ្កាយអវិជ្ជមានដែលបង្ហាញនិងជះឥទ្ធិពលទៅដល់ផ្លូវចិត្តរបស់លោកអ្នកឲ្យបញ្ចេញសកម្មភាពខុសខាតមានបញ្ហាហានិភ័យផ្សេងពាក់ព័ន្ធទៅនឹងដំណើរជីវិតរស់នៅប្រចាំថ្ងៃរបស់លោកអ្នកដូច្នេះយើងឃើញថាព័ត៌មានទាំងអស់នេះមានទាំងល្អនិងមានទាំងមិនល្អតាំងពីដើមរហូតដល់នៃនាទីបញ្ចប់នៃវីដេអូសង្ឃឹមថាបងប្អូនមិត្តភ័ក្តិ fan គ្រប់គ្នាគឺទទួលបានគុណតម្លៃនៅក្នុងដំណោះស្រាយនៃបទបង្ហាញសម្រាប់វីដេអូដ៏ល្អពិសេសមួយនេះជូនពរអ្នកទាំងអស់គ្នាស្ថិតនៅក្នុងខែ5ទទួលបានឥស្សរភាពផ្នែកហិរញ្ញវត្ថុភាពជោគជ័យមានសុភមង្គលនៅក្នុងគ្រួសារព្រមទាំងទទួលបានកិច្ចអភិវឌ្ឍគ្រប់វិស័យនៅក្នុងដំណើរជីវិតរបស់បងប្អូនជួបគ្នានៅក្នុងវីដេអូល្អៗជាបន្តទៀត